បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការផ្ទេរ eSIM របស់ក្រុមហ៊ុន Sharecard ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតឬក៏ពីទូរស័ព្ទ Android ទៅទូរស័ព្ទដៃ iPhone បាទហើយសម្រាប់លក្ខខណ្ឌដែលយើងអាចផ្ទេរ eSIM នឹងបានតតែយើង connect ទៅកាន់ Wi-Fi បើសិនជាយើងអត់មាន Wi-Fi ទេយើងអាច share Wi-Fi ពីទូរស័ព្ទណាមួយក៏បានដែរចូលមកទូរស័ព្ទរបស់យើងទាំងពីរអញ្ចឹងណាបាទដូចខ្ញុំសម្រាប់ខ្ញុំ connect Wi-Fi ហើយមួយនេះក៏អញ្ចឹងដែរនេះបាទខ្ញុំ connect ហើយបាទហើយទីមួយគឺយើងត្រូវភ្ជាប់ Wi-Fi ទី2បើសិនជាទូរស័ព្ទថ្មីដែលយើងចង់ផ្ទេរចូល eSIM ចូលហ្នឹងវាមាន eSIM នៅក្នុងនឹងហើយយើងត្រូវតែបិទវាសិនបាទដូចទូរស័ព្ទរបស់ខ្ញុំមួយនេះគឺវាមាន eSIM នៅក្នុងនឹងមួយហើយអញ្ចឹងខ្ញុំត្រូវតែបិទជាមុនសិនទើបអាចធ្វើការផ្ទេរ eSIM ចូលទូរស័ព្ទមួយនឹងបានបាទដោយសារតែ eSIM ហ្នឹងយើងអាចដាក់បានច្រើននៅលើទូរស័ព្ទតែមួយមែនប៉ុន្តែបើយើងចង់ប្រើគឺយើងប្រើបានតែមួយទេបូកជាមួយនឹង SIM ធម្មតាគឺប្រើបាន2ប៉ុន្តែចំពោះ eSIM យើងដាក់បានច្រើនមែនប៉ុន្តែគឺយើងអាចប្រើបានតែមួយទេបាទយើងចង់ប្រើមួយគឺបិទមួយហើយអូខេអញ្ចឹងដោយសារតែទូរស័ព្ទរបស់ខ្ញុំមួយនេះវាមាន eSIM នៅក្នុងនឹងមួយហើយអញ្ចឹងខ្ញុំត្រូវបិទដំណើរការ SIM នឹងសិនបាទចូល setting អូខេចូល setting ហើយយើងចូល cellular ហើយយើងនេះយើងចុចទៅលើ eSIM របស់យើងនឹងមកបាទចុចមកបន្ទាប់មកយើងចុចបិទកន្លែងនេះទៅបាទចុចបិទកុងតាក់វាមួយទៅគឺជាការស្រេចបាទហើយចុចថយវិញបាទចុចបិទមកបញ្ជាក់ម្ដងទៀតអាហ្នឹងគឺសម្រាប់អ្នកដែលគាត់មាន eSIM នៅក្នុងទូរស័ព្ទថ្មីដែលគាត់ចង់ផ្ទេរទៅស្រាប់អញ្ចឹងណាបាទបើសិនជាទូរស័ព្ទថ្មីដែលយើងចង់ផ្ទេរទៅហ្នឹងវាអត់មាន eSIM នៅក្នុងនោះទេបងប្អូនមិនបាច់ធ្វើការបិទវាទេបាទខ្ញុំបញ្ជាក់កន្លែងហ្នឹងបន្តិចតោះអញ្ចឹងយើងចាប់ផ្ដើមធ្វើការផ្ទេរទាំងអស់គ្នាជំហានដំបូងបងប្អូនចូលមកក្នុងកម្មវិធី Sharecard មក Sharecard app បាទនេះយើងចុចបើកកម្មវិធី Sharecard app មកបាទបន្ទាប់មកទៀតបងប្អូនត្រូវចុចកន្លែងនេះកន្លែងពាក្យថាបន្ថែមហ្នឹងបាទចុចពាក្យថាបន្ថែមមកអូខេកន្លែងនេះពាណិជ្ជកម្មទេអញ្ចឹងចុចខ្វែងបាទមកដល់កន្លែងនេះបងប្អូនរកមើលពាក្យថា eSIM QR របស់ខ្ញុំអញ្ចឹងយើងចុចកន្លែងហ្នឹងមកដើម្បីឲ្យវាបង្ហាញ QR code SIM eSIM របស់យើងណាបាទដើម្បីយកទូរស័ព្ទដៃ iPhone របស់យើងមក scan បាទអូខេអញ្ចឹងកន្លែងនេះខ្ញុំផ្លេចបញ្ជាក់ប្រាប់បងប្អូនទាំងគ្នាថាយើងក៏ត្រូវបិទ eSIM នៅលើទូរស័ព្ទចាស់របស់យើងដែរគឺត្រូវលុបវាចោលហ្មងយើងលុបeSIM ហ្នឹងចេញពីទូរស័ព្ទចាស់របស់យើងទៅយើងអាចផ្ទេរ eSIM ហ្នឹងទៅកាន់ទូរស័ព្ទថ្មីបានបាទអូខេយើងចូលមកក្នុង setting ទូរស័ព្ទដៃរបស់យើងមកហើយចុចសញ្ញាកងចាក់ហ្នឹងបាទឬក៏ setting បាទឥឡូវខ្ញុំសេរីកាមេរ៉ាបន្តិចបាទអូខេបន្តមកទៀតយើងចុច mobile network បាទចំពោះកន្លែងបិទ eSIM នេះវាទៅតាមទូរស័ព្ទនីមួយបើសិនជាខ្ញុំបង្ហាញទៅក៏មិនត្រូវជាមួយបងប្អូនដែរភាគច្រើនណាបាទអញ្ចឹងយើងធ្វើការបិទតាមទូរស័ព្ទដៃរបស់យើងនីមួយមកបាទដោយសារតែទូរស័ព្ទដៃនៃក្រុមហ៊ុនមួយគឺវាខុសគ្នាណាបាទអញ្ចឹងកន្លែងបិទឬក៏លុប eSIM ហ្នឹងក៏វាខុសគ្នាដែរបាទសម្រាប់ទូរស័ព្ទរបស់ខ្ញុំគឺ Honor 90 5G អញ្ចឹងខ្ញុំចូលមកដល់កន្លែងនេះខ្ញុំចុចទៅលើ SIM management នេះបាទតបមកខ្ញុំចុចយកខាងក្រោមបាទ SIM ទី2ហ្នឹងslot SIM ទី2ហ្នឹងគឺវាមាន eSIM បាទមាន eSIM ហើយនិង physical SIM បាទអញ្ចឹងមកដល់កន្លែងនេះយើងចុចទៅលើ SIM eSIM របស់យើងមកបាទនេះ SIM របស់ខ្ញុំគឺ Sharecard បាទ
ខ្ញុំចុចទៅលើ SIM share card របស់ខ្ញុំបាទបន្តមកទៀតបងប្អូនកលេចមើលខាងក្រោមបាទបងប្អូននឹងឃើញពាក្យថា delete បាទអញ្ចឹងយើងចុចពាក្យ delete មកដើម្បីធ្វើការលុប eSIM ចេញពីទូរស័ព្ទមួយនឹងចោលបាទឥឡូវយើងចុច delete មកអូខេកន្លែងនេះគេតម្រូវឲ្យយើងចុចបិទកងតាក់វាសិនបើន័យថាបិទដំណើរការ SIM សិនទើបយើងអាចលុបបានបាទអញ្ចឹងយើងចុចបិទកងតាក់វាមួយសិនមកបាទបន្ទាប់មកយើងចុច delete បាទកន្លែងនេះមិនដឹងថាទូរស័ព្ទបងប្អូនវាលោតអញ្ចឹងឬក៏អត់ទេណាតែនៅលើទូរស័ព្ទដៃរបស់ខ្ញុំវាឲ្យយើងគ្រីសពាក្យថា I understand នេះបាទចុចគ្រីសកន្លែងហ្នឹងមកបកមកហើយចុច delete មកបាទបន្តមកទៀតបើសិនជាយើងដាក់លេខកូដដោះសោអេក្រង់វាយើងត្រូវវាយលេខកូដដោះសោរបស់យើងសិនបាទលេខកូដដោះសោទូរស័ព្ទដៃរបស់យើងហ្នឹងណាបាទឥឡូវខ្ញុំចុចលេខកូដដោះសោរបស់ខ្ញុំសិនអូខេឥឡូវនេះeSIM share card របស់ខ្ញុំគឺបានលុបហើយមិញដំបូងវាមាន share card មួយ smart មួយឥឡូវវានៅតែ smart ទេតែ smart នេះខ្ញុំបិទដំណើរការវាដែរអូខេតែប៉ុណ្្នឹងទេគឺរួចរាល់ហើយឥឡូវយើងចូលមកក្នុងកម្មវិធី share card app របស់យើងមកបាទចុច share card app កន្លែង eSIM របស់ខ្ញុំនេះគឺខ្ញុំដាក់ blur ហើយណាបាទដើម្បីកុំឲ្យមានអ្នក scan យក eSIM របស់ខ្ញុំយកទៅប្រើបាទអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះយើងលេខមកមើលទូរស័ព្ទដៃ iPhone របស់យើងមកបាទយើងចូលមកក្នុងកម្មវិធី setting បាទនេះកម្មវិធី setting ទូរស័ព្ទដៃ iPhone របស់យើងចុចមកបាទបន្ទាប់មកយើងយកពាក្យថា cellular បាទហើយបងប្អូនយកពាក្យថា add eSIM អក្សរពណ៌ខៀវហ្នឹងបាទចុចមកអូខេចាំវាមកផ្លែតបាទមកដល់កន្លែងនេះយើងយកពាក្យថា use QR code ដើម្បីធ្វើការ scan QR code eSIM ពីទូរស័ព្ទចាស់ទេមកចូលទូរស័ព្ទថ្មីរបស់យើងដែលយើងកំពុង scan ហ្នឹងណាបាទអញ្ចឹងយើងចុចមកដើម្បី scan QR បាទចុច scan ហើយយើងសេរីចំ QR code eSIM របស់យើងមកបាទប៉ុណ្ណឹងមកគឺវាវិលកំពុងតែវិលនេះបាទអូខេបាទបន្តមកទៀតវានឹងលោតពាក្យថា activate eSIM បាទនេះអញ្ចឹងអត់មានអីត្រូវធ្វើទៀតទេយើងចុច continue មកបាទចាំវាមកផ្លែតបាទកន្លែងនេះវារៀងយូរដែរណាអូខេអញ្ចឹងសម្រាប់ការផ្ទេរ eSIM របស់ក្រុមហ៊ុន Share Card មកក្នុងទូរស័ព្ទដៃ iPhone របស់ខ្ញុំគឺរួចរាល់ហើយបាទបងប្អូនឃើញវាលោតសេវានេះនៅតែយើងទេជោគជ័យហើយបាទអញ្ចឹងយើងចុចដានមកបាទតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយបាទនេះយើងអូមកក្រោមមកយើងនឹងឃើញពាក្យថាcellular data នេះបាទ SIM ដែលយើង eSIM ដែលយើងដាក់ថ្មីមកគឺវាលោតពាក្យថា cellular data ហ្នឹងបាទអូខេអញ្ចឹងសម្រាប់ការផ្ទេរeSIM របស់ក្រុមហ៊ុន Share Card ទៅកាន់ទូរស័ព្ទដៃ iPhone គឺខ្ញុំធ្វើរួចរាល់ហើយអូខេអញ្ចឹងសម្រាប់របៀបនៅក្នុងការផ្ទេរeSIM របស់ក្រុមហ៊ុន Share Card ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយឬក៏ពីទូរស័ព្ទដៃ Android មកកាន់ទូរស័ព្ទដៃ iPhone គឺមានប៉ុណ្ណឹងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត